តារាចម្រៀងស្រកតសង្គមឈិតសវណ្ណបញ្ញាច្បាស់ហើយដែលចូលនៅផលិតកម្មថោនខណៈបង្ហាញមកក្នុងកម្មវិធីផលិតបទចម្រៀងសម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរនៅថ្ងៃទី13ខែកុម្ភៈនៅតំបន់ជើងភ្នំបាសិទ្ធដែលមានបទចម្រៀង5បទសម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខរួចស្រេចទៅហើយតារាស្រីរូបនេះបានឲ្យដឹងថានាងទៅនឹងសម្រេចចិត្តចូលច្រៀងជាផ្លូវការឲ្យផលិតកម្មថោនបានទៅ3ថ្ងៃប៉ុណ្ណោះហើយនាងទទួលបាន5បទភ្លាមសម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខឈិតសវណ្ណបញ្ញាស្នើមិនធ្វើការបកស្រាយលម្អិតអំពីកិច្ចសន្យាក្នុងផលិតកម្មថ្មីនិងជំវិញការចាក់ចោលផលិតកម្មចាស់នោះទេបទចម្រៀងថ្មី5បទនេះគឺជាការផ្ដល់ជូនលើកដំបូងរបស់ផលិតកម្មហើយនាងមិនទាន់រំពឹងយ៉ាងណានៅឡើយទេថានឹងអាចទាក់ទាញការចាប់អារម្មណ៍របស់ទស្សនិកជនកម្រិតណានោះទេសូមជម្រាបជូនថាកាលពីដើមសប្តាហ៍មុននេះតារាចម្រៀងឈិតសវណ្ណបញ្ញាបានរើបង្វេចចេញពីផលិតកម្មចាស់ហើយបន្ទាប់ពីជ្រកក្រោមផលិតកម្មហងមាសអស់រយៈពេល10ឆ្នាំនាងក៏ត្រូវបានគេទម្លាយដែរថានឹងចូលទៅច្រៀងក្នុងផលិតកម្មថោនក្នុងពេលដ៏ខ្លីខាងមុខនេះហេតុផលដែលនាងចាក់ចេញពីផលិតកម្មចាស់គឺនាងចង់បានបទពិសោធន៍និងចង់សាងអនាគតថ្មីឈិតសវណ្ណបញ្ញាក៏បានថ្លែងអំណរអគុណទៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃផលិតកម្មហងមាសនិងរៀមច្បងទាំងអស់ដែលតែងតែផ្ដល់ដំបូន្មានល្អៗដល់នាង